ប្រទេសកម្ពុជាគឺជាប្រទេសមួយកំពុងតែមានការអភិវឌ្ឍទាំងវិស័យកសិកម្មឧស្សាហកម្មនិងវិស័យអប់រំសម្រាប់ថ្ងៃនេះខ្ញុំនឹងលើកយកខ្សែជីវិតរបស់យុវសិស្សម្នាក់ដែលសពថ្ងៃគឺជាសិស្សរៀនផ្នែកលេខាធិការឆ្នាំទី2នៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុនាងខ្ញុំឈ្មោះខូនសៃអូនមានស្រុកកំណើតនៅភូមិដំណាក់កន្ទួតស្រុកកំពង់ត្រាចខេត្តកំពតហើយសប្តាហ៍នាងខ្ញុំជាសិស្សរៀនផ្នែកលេខាធិការឆ្នាំទី2នៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុមូលហេតុដែលបណ្ដាលឲ្យនាងមកសិក្សានៅសាលានេះពីព្រោះតែឪពុកម្ដាយពុំមានលទ្ធភាពឲ្យនាងសិក្សានៅសាកលវិទ្យាល័យឬមហាវិទ្យាល័យផ្សេងដែលជាហេតុនាំឲ្យរូបនាងសម្រេចចិត្តមកសិក្សានៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុម្យ៉ាងវិញទៀតរូបនាងក៏ចង់បាននៅជំនាញពិតប្រាកដបទពិសោធន៍ក្នុងការអនុវត្តការងារនិងការអប់រំពីសាលាដែលឲ្យសិស្សមានវិន័យល្អការព្យាយាមការអនុវត្តការងារហើយគោលបំណងនៃនាងខ្ញុំរៀននៅទីនេះពីព្រោះនាងខ្ញុំចង់បានជំនាញចំណេះដឹងនិងបទពិសោធន៍ពីសាលាហើយយ៉ាងវិញទៀតនាងខ្ញុំដោយសារនាងក្រុមគ្រួសារនាងខ្ញុំក្រីក្រខ្ញុំពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទៅរៀននៅសាកលវិទ្យាល័យផ្សេងអ្វីបើគ្រួសារក្រខ្សត់ក៏ដោយក៏យុវសិស្សខួនស្រីអូននៅតែខិតខំប្រឹងប្រែងរៀនសូត្រដើម្បីបានសម្រេចគោលដៅរបស់ខ្លួនយុវសិស្សខួនស្រីអូនជួបការលំបាកជាច្រើននៅពេលដែលរូបនាងបានមកសិក្សានៅសាលានេះហើយរូបនាងពុំមានថវិកាគ្រប់គ្រាន់សម្រាប់ទិញនៅសម្ភារៈសិក្សាម្យ៉ាងវិញទៀតពេលលោកគ្រូអ្នកគ្រូដាក់កិច្ចការឲ្យធ្វើរូបនាងពុំមានកុំព្យូទ័រដើម្បីអនុវត្តនៅផ្ទះទេខ្ញុំមករៀននៅទីនេះខ្ញុំជួបការលំបាកដូចជាគ្រួសារនាងខ្ញុំក្រីក្រខ្ញុំពុំមានថវិកាគ្រប់គ្រាន់ក្នុងការសិក្សាហើយនៅពេលដែលលោកគ្រូអ្នកគ្រូដាក់លំហាត់ឲ្យធ្វើនាងខ្ញុំពុំមានកុំព្យូទ័រក្នុងការធ្វើលំហាត់ក្រោយពីបានសម្រាកពីការសិក្សាយុវសិស្សខួនស្រីអូនបានធ្វើការងារផ្ទះនិងចម្អិនម្ហូបអាហារដើម្បីបរិភោគប្រចាំថ្ងៃម្យ៉ាងវិញទៀតយុវសិស្សខួនស្រីអូនបានបង្ហាត់បង្រៀនដល់កុមារតូចៗក្រោយពីសម្រាប់ការសិក្សានាងខ្ញុំនៅផ្ទះធ្វើការងារផ្ទះនិងមានពេលទំនេរខ្លះនាងខ្ញុំបង្ហាត់បង្រៀនភាសាអង់គ្លេសដល់ក្មេងជាចុងក្រោយនាងខ្ញុំមានពាក្យពេចន៍ដាំផ្ញើដល់បងប្អូនចំនួនក្រោយមួយចំនួនថាឲ្យខំសិក្សារៀនយកចំណេះវិជ្ជាឲ្យបានជ្រៅជ្រះហើយមានតែចំណេះវិជ្ជាទេដែលអាចជួយយើងស្រង់យើងឲ្យឆ្លងផុតពីភាពល្ងង់ខ្លៅបាន